កសិ24ប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំពុកម៉ែបងប្អូនពីរបៀបប្រើប្រាស់និងការធ្វើការបញ្ជាទិញផ្សេងៗនៅលើគេហទំព័រកសិ24បន្ទាប់ពីយើងចូលមកដល់គេហទំព័រកសិ24យើងនឹងឃើញផ្ទាំងគេហទំព័រមួយនេះបែបនេះយើងអាចចុចស្វែងរកផលិតផលផ្សេងៗដែលយើងចង់ស្វែងរកឬក៏យើងអាចចុចលើប៊ូតុងត្រេ3ខាងលើនេះហើយយើងចុចទៅផលិតផលនោះយើងនឹងឃើញផលិតផលផ្សេងៗដែលជាកសិករយើងបានដាក់លក់នៅលើគេហទំព័រអូខេឥឡូវខ្ញុំនឹងបង្ហាញផលិតផលបន្ទាប់ពីយើងចុចលើផលិតផលមកគឺយើងឃើញព័ត៌មានផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងគេហទំព័រយើងដូចជាការស្វែងរកប៊ូតុងដែលយើងស្វែងរកហ្នឹងហើយប្រភេទទំនិញយើងអាចចុចមកយើងអាច select លើប្រភេទទំនិញដូចជាសាច់ស្រស់បន្លែហើយក៏អីផ្សេងៗហ្នឹងឬក៏យើងអាចមកលើទីតាំងនេះគឺយើងឃើញទីតាំង2បានន័យថាយើងមានប្រជាកសិករ2ដែលមកពីខេត្តតាកែវនិងខេត្តបន្ទាយមានជ័យដែលគាត់ធ្វើការដាក់លក់នៅលើគេហទំព័រមួយនេះបើសិនបើយើងចង់ទិញទំនិញពីខេត្តតាកែវយើងគ្រាន់តែចុចលើខេត្តតាកែវទៅហើយក៏យើងចង់ទិញពីបន្ទាយមានជ័យយើងគ្រាន់តែចុចទៅលើខេត្តបន្ទាយមានជ័យទៅឧទាហរណ៍ថាឥឡូវខ្ញុំចង់ទិញពីប្រជាកសិករខេត្តតាកែវខ្ញុំចុចលើប៊ូតុងខេត្តតាកែវនោះវានឹងលីសមកផលិតផលផ្សេងៗដែលប្រជាកសិករខេត្តតាកែវគាត់ធ្វើការដាក់លក់ឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំចង់ទិញសាច់ជ្រូក3ជាន់នេះចំនួន2គីឡូខ្ញុំឧទាហរណ៍អូខេអញ្ចឹងបន្ទាប់ពីយើងចុចលើប៊ូតុងហើយក៏រូបភាពសាច់ជ្រូក3ជាន់មកយើងនឹងឃើញផ្ទាំងគេហទំព័រមួយទៀតដែលបង្ហាញពីព័ត៌មានផ្សេងៗរបស់សាច់ជ្រូក3ជាន់ហើយសម្រាប់សាច់ជ្រូក3ជាន់យើងប្រជាកសិករគាត់ស្នើឲ្យកសិ24ធ្វើការដាក់លក់តម្លៃ 22,000 ក្នុង1គីឡូហើយក៏មានចំនួនតិចបំផុតដែលគាត់បានស្នើមកផងដែរគឺបានន័យថាបរិមាណនៃការបញ្ជាទិញយ៉ាងតិចគឺចំនួន1គីឡូអញ្ចឹងនោះពុកម៉ែបងប្អូនត្រូវទិញយ៉ាងហោចណាស់1គីឡូពីពួកគាត់ហើយយើងអាច scroll មកខាងក្រោមនេះបន្តិចយើងនឹងឃើញពីព័ត៌មានប្រជាកសិករយើងអញ្ចឹងប្រជាកសិករដែលមកពីខេត្តតាកែវហ្នឹងគឺគាត់ឈ្មោះង៉ែតរ៉ាន់ហើយសម្រាប់ទំនិញដែលគាត់ដឹកពីខេត្តតាកែវមកដល់ភ្នំពេញហ្នឹងគឺប្រើរយៈពេល24ម៉ោងអញ្ចឹងខ្ញុំឧទាហរណ៍មុនហ្នឹងគឺខ្ញុំចង់ទិញសាច់ជ្រូក3ជាន់ហ្នឹងចំនួន2គីឡូអញ្ចឹងខ្ញុំចុចមកខ្ញុំលុបលេខ1ចេញខ្ញុំបញ្ចូល2គីឡូបន្ទាប់ពីយើងបញ្ចូលចំនួនដែលយើងចង់ទិញហើយយើងចុចលើពាក្យថាដាក់ចូលកន្ត្រកនោះវានឹងលោតផ្ទាំងមួយទៀតដើម្បីបញ្ជាក់ឲ្យពួកយើងធ្វើការជ្រើសរើសបើសិនជាពួកយើងចង់បញ្ចប់ការទិញរបស់យើងចង់ទិញតែ2គីឡូហ្នឹងទេហើយយើងចង់គិតលុយយើងចុចលើបាតឬចាស់តែបើសិនជាយើងចង់បន្តការទិញទៀតយើងចុចទៅលើពាក្យថាទេនិងបន្តការទិញអូខេឥឡូវខ្ញុំចង់ទិញបន្តទៀតអញ្ចឹងខ្ញុំចុចលើពាក្យថាទេបន្តការទិញអូខេបន្ទាប់មកខ្ញុំចុចទៅខាងក្រោមនេះបន្តិចឬក៏យើងអាចចុចនៅប៊ូតុងត្រេ3ខាងលើនេះក៏បានដែរអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ទិញបន្តពីប្រជាកសិករឈ្មោះង៉ែតរ៉ាន់នេះបន្ថែមទៀតខ្ញុំចុចលើឈ្មោះគាត់មកអញ្ចឹងវានឹងចេញលីសដែលកសិករឈ្មោះង៉ែតរ៉ាន់ហ្នឹងគាត់ធ្វើការដាក់លក់ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ទិញត្រីប្រានេះបន្ថែមដើម្បីបរិភោគឲ្យបានច្រើនបន្តិចអញ្ចឹងខ្ញុំចុចលើរូបភាពត្រីប្រានេះមកអញ្ចឹងក៏វាមានព័ត៌មានផ្សេងៗពីត្រីប្រាដែរចំនួនពាក់ព័ន្ធជាមួយនឹងចំនួនតម្លៃក្នុង1គីឡូក្រាមហើយនឹងចំនួនយ៉ាងតិចបំផុតដែលយើងត្រូវទិញពីពួកគាត់អញ្ចឹងដោយឧទាហរណ៍ថាត្រីប្រានេះគឺតម្លៃ 14,000 ក្នុង1គីឡូហើយទិញយ៉ាងតិចបំផុតគឺ1គីឡូអញ្ចឹងឥឡូវខ្ញុំចង់ទិញតែ1គីឡូហ្នឹងទេអញ្ចឹងយើងអាចចុចលើដាក់ចូលកន្ត្រកនេះមកអូខេអញ្ចឹងបន្ទាប់មកខ្ញុំចង់ទិញពីអ្នកខេត្តបន្ទាយមានជ័យម្ដងអញ្ចឹងខ្ញុំចុចទេបន្តការទិញទៀតហើយខ្ញុំ scroll ទៅខាងលើវិញហើយចុចលើប៊ូតុងត្រេ3នេះហើយចុចលើផលិតផលហើយចុចលើពាក្យបន្ទាយមានជ័យនេះមក
បន្ទាប់ពីយើងចុចលើខេត្តបន្ទាយមានជ័យមកយើងនឹងឃើញឈ្មោះប្រជាកសិករយើងមកពីខេត្តបន្ទាយមានជ័យឈ្មោះគាត់ស្រស់សុភាពអញ្ចឹងទៅមកពីស្រុកអូជ្រៅអញ្ចឹងខាងក្រោមនេះគឺជា list មុខទំនិញដែលគាត់បានដាក់លក់នៅលើគេហទំព័រអញ្ចឹងឥឡូវខ្ញុំ scroll ទៅរកផលិតផលដែលខ្ញុំចង់បានតែឥឡូវខ្ញុំចង់ទិញឧទាហរណ៍ថាត្រីឆ្លូចនេះចុះខ្ញុំចុចទៅហើយព័ត៌មានផលត្រីឆ្លូចក៏បានដាក់បង្ហាញផងដែរអញ្ចឹងខ្ញុំចង់ទិញអូខេខ្ញុំបញ្ជាក់មួយទៀតមកពីខេត្តបន្ទាយមានជ័យគឺគាត់បានស្នើសុំថារយៈពេលដឹកជញ្ជូនហ្នឹងគឺរយៈពេល48ម៉ោងអញ្ចឹងឥឡូវយើងបន្តការទិញយើងទៀតខ្ញុំចង់ទិញចំនួន2គីឡូបញ្ចូលតម្លៃ2គីឡូមកហើយចុចលើពាក្យថាដាក់ចូល control អូខេឥឡូវដើម្បីកុំឲ្យវីដេអូនេះវាយូរយើងចុចទិញតែប៉ុណ្្នឹងទៅបានហើយយើងចុចពាក្យថាបាទឬចាស់តទៅពីយើងចុចលើបាទឬចាស់ហើយយើងនឹងចេញផ្ទាំងមួយទៀតទៅមុខទំនិញដែលយើងចង់ទិញគឺជា list ដែលយើងបានជ្រើសរើសរួចហ្នឹងឯងហើយផលិតផលខាងលើនេះគឺខ្ញុំបានជ្រើសរើសមុននឹងថតវីដេអូហើយខាងក្រោមនេះគឺជាមុខទំនិញដែលយើងបានជ្រើសរើសដូចជាសាច់ជ្រូកបីជាន់ហើយត្រីប្រាហើយនិងត្រីឆ្លូញសាច់ជ្រូកបីជាន់គឺយើងទិញមកពីកសិករខេត្តតាកែវឈ្មោះង៉ែតរ៉ាន់ហើយត្រីឆ្លូញយើងទិញពីស្រស់សុភាពហើយខាងក្រោមនេះគឺជាព័ត៌មានដែលយើងធ្វើការបញ្ជាទិញហើយវាមានដូចជាតម្លៃទំនិញសរុបហើយថ្លៃដឹកជញ្ជូនពីខេត្តហ្នឹងគឺយើងអស់តម្លៃតែ20000រៀលទេហើយសេវាកម្មក្នុងការទិញពីប្រជាកសិករមកគឺកសិ24យើងអត់បានគិតថ្លៃទេឥឡូវហ្នឹងហើយចំនួនទឹកប្រាក់សរុបដែលត្រូវបង់គឺចំនួន310,000អញ្ចឹងយើងចុចលើបន្តការបញ្ជាទិញមកហើយបន្ទាប់ពីយើងចុចមកវានឹងចេញផ្ទាំងនេះគឺជាផ្ទាំងដែលបង្ហាញពីលក្ខខណ្ឌក្នុងការបញ្ជាទិញបន្ទាប់ពីយើងបានអានព័ត៌មានផ្សេងពីការបញ្ជាទិញមកយើងចុចនៅលើប៊ូតុងខ្ញុំបានអានហើយនឹងយល់ព្រមអញ្ចឹងយើងចុចមកបន្ទាប់មកវានឹងលោតផ្ទាំងមួយទៀតបញ្ជាក់ពីព័ត៌មាននៃការបញ្ជាទិញរបស់យើងដូចជាលេខបញ្ជាទិញហើយការបរិច្ឆេទនៃការបញ្ជាទិញហើយនឹងលេខទូរស័ព្ទដែលពួកយើងបានធ្វើការ log in ចូលក្នុង account កសិ24ហ្នឹងឯងចំពោះស្ថានភាពវិញគឺស្ថានភាពរបស់ទំនិញរបស់យើងហ្នឹងគឺស្ថិតនៅក្នុងការរងចាំការពិនិត្យហើយមួយទៀតសម្រាប់ការបង់ប្រាក់គឺយើងអត់ទាន់បានបង់ទេនេះគឺជាព័ត៌មានដែលបញ្ជាក់ពីមុខទំនិញរបស់យើងតបមកយើង scroll មកខាងក្រោមនេះបន្តិចយើងនឹងឃើញកន្លែងដែលយើងត្រូវបង់ប្រាក់ហើយនឹងតម្លៃដែលយើងត្រូវបង់ប្រាក់អញ្ចឹងសម្រាប់ការបង់ប្រាក់របស់យើងមានពីរជម្រើសសម្រាប់បងប្អូនគឺបង់ប្រាក់ឥឡូវនេះគឺបានន័យថាយើងចុចទៅគឺយើងត្រូវធ្វើការបង់ប្រាក់តាមរយៈ scan QR code របស់ធនាគារដែលយើងបាន link ចូលហ្នឹងឯងហើយយើងមានមួយទៀតគឺការបង់ប្រាក់នៅពេលដែលបងប្អូនទទួលបានទំនិញបើសិនជាយើងចុចលើបង់ប្រាក់ពេលទទួលបានទំនិញនោះបានន័យថាលុះត្រាតែបងប្អូនបានទំនិញបានពុកម៉ែបងប្អូនធ្វើការបង់ប្រាក់ជូនកសិ24យើងអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បង់ប្រាក់ឥឡូវនេះខ្ញុំចុចលើប៊ូតុងបង់ប្រាក់ឥឡូវនេះមកតបមកយើងនឹងចេញផ្ទាំង QR code ពីធនាគារ ABA ដើម្បីធ្វើការបង់ប្រាក់ហើយចំនួនទឹកប្រាក់ដែលយើងត្រូវបង់គឺក៏បាន mention ផងដែរគឺចំនួន310,000ហើយលេខទៅការបញ្ជាទិញក៏យើងបានដាក់ដែរដើម្បីឲ្យពុកម៉ែបងប្អូនធ្វើការកំណត់លេខបញ្ជាទិញនេះនៅក្នុង remark កន្លងពេលដែលបងប្អូនធ្វើការបង់ប្រាក់ហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំបានបង់ប្រាក់រួចរាល់ហើយអញ្ចឹងខ្ញុំធ្វើការupload transaction ដែលយើងបានបង់ប្រាក់ហ្នឹងចូលទៅក្នុងកសិ24ដើម្បី update ឲ្យក្រុមការងារកសិ24បានដឹងថាយើងបានបង់ប្រាក់រួចរាល់ហើយឥឡូវដើម្បីយើង upload រូបភាពដែលយើងបាន screenshot ទុកបន្ទាប់ពីយើងធ្វើការបង់ប្រាក់រួចរាល់ហ្នឹងយើងចុចទៅលើពាក្យថា choose file ហើយយើង select photo វីដេអូនេះមកចឹងខ្ញុំឧទាហរណ៍ថាមានរូបភាពមួយដែលខ្ញុំបានធ្វើការបង់ប្រាក់រួចឥឡូវខ្ញុំឧទាហរណ៍ថារូបភាពនេះចុះខ្ញុំ select លើរូបភាពហ្នឹងមកអញ្ចឹងវានឹងចេញព័ត៌មានដែលយើងបាន link ទៅនឹងរូបភាពដែលយើង
បាន screenshot ហ្នឹងនៅកន្លែង choose file នេះតមកយើងចុចពាក្យលើបញ្ចូលឯកសារបង់ប្រាក់នោះវានឹងបញ្ជាក់ថាយើងបានបង់ប្រាក់រួចរាល់ហើយបន្ទាប់ពីយើងបានទទួលមេសេចថាយើងបានធ្វើការបង់ប្រាក់រួចរាល់មកយើងនឹងឃើញព័ត៌មានពីស្ថានភាពនៃការបង់ប្រាក់របស់យើងគឺឥឡូវហ្នឹងគឺការបង់ប្រាក់គឺស្ថិតនៅក្នុងការរងចាំការពិនិត្យគឺបានន័យថាក្រុមការងារកសិ24គឺកំពុងតែត្រួតពិនិត្យសាច់ប្រាក់ដែលពុកម៉ែបងប្អូនធ្វើការបង់ទៅហើយបន្ទាប់មកគាត់នឹងធ្វើការខលទៅពុកម៉ែបងប្អូនដើម្បីបញ្ជាក់ពីមុខទំនិញដែលពុកម៉ែបងប្អូនធ្វើការបញ្ជាទិញហើយបន្ទាប់ពីបញ្ជាក់រួចពួកគាត់នឹងធ្វើការទាក់ទងទៅវិជាកសិករឲ្យធ្វើការរៀបចំមុខទំនិញដែលពុកម៉ែបងប្អូនបានបញ្ជាទិញហើយនឹងដឹកជញ្ជូនមកទីក្រុងភ្នំពេញមួយទៀតយើងអាចផ្ទៀងផ្ទាត់ឬក៏អាចថាយើងអាចឆែកទៅលើផលិតផលដែលយើងបានទិញយើងគ្រាន់តែចុចលើប៊ូតុងត្រេ3នេះមកហើយចុចលើលេខទូរស័ព្ទដែលយើងមានហ្នឹងតមកយើងចុចគៀនបន្តិចដើម្បីឲ្យវាបាត់អាផ្ទាំងនៅខាងឆ្វេងហ្នឹងនោះយើងនឹងឃើញប្រវត្តិនៃការបញ្ជាទិញយើងគឺយើងទិញពីអ្នកខេត្តតាកែវមានចំនួនសរុបប្រមាណហើយតម្លៃប្រមាណហ្នឹងដែរហើយស្ថានភាពគឺការបង់ប្រាក់គឺស្ថិតនៅការត្រួតពិនិត្យស្ថានភាពការបញ្ជាទិញក៏ស្ថិតនៅក្នុងការត្រួតពិនិត្យដូចគ្នាហើយសម្រាប់អ្នកវិទ្យាមានជ័យក៏ដូចគ្នាដែរយើងអាចមើលព័ត៌មានផ្សេងៗបានហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ផ្សេងបន្ថែមពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ឬក៏ព័ត៌មានផ្សេងពីកសិ24បងប្អូនអាចធ្វើការតាក់ទងទៅក្រុមការងារកសិ24តាមរយៈsocial media ផ្លូវការរបស់ពួកយើងគឺតាមរយៈ Facebook page កសិ24ឬក៏តាម Telegram ផងដែរហើយសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្ណេះទេចឹងជាចុងក្រោយសង្ឃឹមថាពុកម៉ែបងប្អូនបានយល់ច្បាស់ពីរបៀបប្រើប្រាស់របស់កសិ24ក្នុងការបញ្ជាទិញហើយនឹងការត្រួតពិនិត្យផ្សេងៗហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ